សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នានៅពេលនេះខ្ញុំមានព័ត៌មានតនហេតុការណ៍មួយពីអំពីចំណាត់ការរបស់ប្រធានអាស៊ានបដូវវេនគឺលោកអាន់វ៉ាអ៊ីប្រាហ៊ីមដែលជានាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីនៅមុននេះបន្តិចគឺលោកអាន់វ៉ាបានសរសេរសារបង្ហោះតាមបណ្ដាញសង្គមរបស់លោកតាម Facebook ដែលខ្ញុំសូមបកប្រែទូទស្សន៍ក្រៅផ្លូវការជូនគឺលោកបានបញ្ជាក់ថាលោកបានពិភាក្សាជាមួយនឹងលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដោយសារតែស្ថានភាពនៅតែតានតឹងនៅតាមបណ្ដោយព្រំដែនរវាងកម្ពុជានិងថៃហើយបន្ទាប់មកលោកអាន់វ៉ាក៏បានទូរស័ព្ទដែលឡែកបន្តទៀតជាមួយនឹងនាយករដ្ឋមន្ត្រីថៃគឺលោកអនុធីនហើយក៏បានទូរស័ព្ទជាមួយនឹងនាយករដ្ឋមន្ត្រីរបស់កម្ពុជាគឺលោកហ៊ុនម៉ាណែតផងដែរបាទនេះគឺជាការសន្ទនាគ្នាហើយលោកអាន់វ៉ាបានបញ្ជាក់ថាក្នុងអំឡុងពេលនៃការសន្ទនាទាំងនោះគឺលោកបានបង្ហាញអំពីការព្រួយបារម្ភរបស់លោកយ៉ាងខ្លាំងចំពោះស្ថានភាពដែលកំពុងតែកើតមានឡើងនៅក្នុងបណ្ដោយនៅតាមបណ្ដោយព្រំដែនប្រទេសកម្ពុជាហើយនិងថៃហើយលោកបានជំរុញឲ្យមេដឹកនាំនៃប្រទេសទាំងពីរគឺអនុវត្តការអត់ធ្មត់ជាអតិបរមាហើយបញ្ឈប់គ្រប់ទម្រង់នៃអរិភាពនិងជៀសវាងសកម្មភាពយោធាណាមួយបន្ថែមទៀតរួមទាំងការប្រើប្រាស់កម្លាំងឬក៏ការចល័តទៅមុខនៃកងកម្លាំងប្រដាប់អាវុធផងដែរហើយការដែលសុំឲ្យចូលមានប្រសិទ្ធភាពហាមឃាត់សកម្មភាពទាំងអស់នេះគឺលោកបានបញ្ជាក់ថាគឺឲ្យចូលជាធរមានចាប់ពីម៉ោង10យប់នៃថ្ងៃទី13ខែធ្នូឆ្នាំ2025ហើយដើម្បីជាវិធានការបន្ថែមគឺលោកថាដើម្បីគ្រប់គ្រងដល់ការបន្ធូរបន្ថយភាពតានតឹងនិងលើកកម្ពស់តម្លាភាពគឺលោកបានស្នើសុំការដាក់ពង្រាយក្រុមអ្នកសង្កេតការអាស៊ានដែលដឹកនាំដោយអគ្គមេបញ្ជាការកងកម្លាំងការពារជាតិម៉ាឡេស៊ីតែម្ដងពេលនេះដឹកនាំដោយអគ្គមេបញ្ជាការតែម្ដងដើម្បីតាមដានការវិវត្តនៅលើដីហើយបេសកកម្មនេះនឹងត្រូវបានបំពេញបន្ថែមដោយសមត្ថភាពត្រួតពិនិត្យផ្កាយរណបដែលផ្ដល់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលចាប់ដើមក្នុងពេលដំណើរគ្នានឹងតែម្ដងហើយលោកបានបញ្ចប់ដោយសរសេរថាការរកឃើញពីការត្រួតពិនិត្យផ្កាយរណបនិងការសង្កេតការនៅនឹងកន្លែងនឹងត្រូវបានចងក្រងដោយក្រុម AOT ហើយបង្ហាញនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃអង្គារទី16ខែធ្នូហើយរបាយការណ៍នេះនឹងផ្ដល់នៅការពន្យល់ដោយច្បាស់លាស់អំពីស្ថានភាពរួមទាំងជំហររបស់ភាគីទាំងពីរក្នុងផលប្រយោជន៍នៃការទទួលខុសត្រូវការកសាងទំនុកចិត្តនិងការរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់នៅទីបញ្ចប់លោកអាន់វ៉ាបានបញ្ជាក់ថាប្រទេសម៉ាឡេស៊ីនៅតែបដិញ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងដៃគូអាស៊ាននិងសហគមន៍អន្តរជាតិដើម្បីធានាថាការសន្ទនាការអត់ធ្មត់និងការទទួលបានជោគជ័យបាទសូមអរគុណប្រិមិត្តនេះគឺជាព័ត៌មានតនហេតុការណ៍ដែលខ្ញុំចងក្រងឡើងសម្រាប់ប្រិមិត្តទាំងអស់គ្នាសូមអរគុណសូមជម្រាបលា